ស្នងការខេត្តកងរាជអាវុធហេតុសមាជិកក្នុងខេត្តចវាយស្រុកចវាយក្រុងអធិការស្រុកក្រុងព្រោះនៅតាមខេត្តស្រុកមួយចំនួនគឺមានព័ត៌មានអ្នកទាំងអស់នោះហើយគឺជាអ្នកកាងអ្នករៀបចំសម្របសម្រួលឲ្យយើងនឹងបន្តធ្វើហើយបើសិនជាអរឃើញយើងនឹងចាត់ចែងអ្នកខ្លះបើពាក់ព័ន្ធមិនត្រឹមតែបញ្ចប់មុខងារទេគឺនឹងចូលទៅ ACU ដោយករណីផ្កាយ3ផ្កាយ2ផ្កាយ1ពីខែមុននៅអន្តរវេសនៅរាជធានីភ្នំពេញបាទអានឹងទៅតុលាការទៀតចឹងសូមកុំអោយដល់ថ្នាក់នឹងអភិក្រមទី5ខ្ញុំមិនចង់ប្រើអាទី5ទេអា4ដំបូងមើលទៅថែទាំទៅអ្នកណាដែលពាក់ព័ន្ធដកខ្លួនឲ្យឈប់ទៅលៀងបាបឲ្យតែបើនៅធ្វើទៀតអត់ទេអានឹងសូមបញ្ជាក់ណាយើងដឹកនាំរដ្ឋបើគ្មានវិន័យគ្មានការគោរពបទបញ្ជាទេយើងមិនអាចដឹកនាំប្រទេសនេះបានទេចឹងត្រូវធ្វើឲ្យច្បាស់ត្រូវទទួលខុសត្រូវរើសមួយទៅយកឱកាសទួនាទីអង្គុយកៅអីដើម្បីបម្រើជាតិឬមួយក៏យកផលប្រយោជន៍លៀបសក្ការៈពីពួកចិនហើយពួកនេះទៅដើរបោកប្រជាគេនៅខាងក្រៅអានឹងយើងបើថាសบายចិត្តមន្ត្រីយើងណាដែលសบายចិត្តទទួលយកលៀបសក្ការៈមិនគិតគូរពីរឿងច្បាប់មិនគិតគូរពីរឿងគុណធម៌សីលធម៌ដែលបោកបញ្ឆោតអ្នកគេនៅក្រៅនោះមិនថាជាប៉ូលីសមិនថាជាទាហានមិនថាជា PM មិនថាជាមន្ត្រីរាជការស៊ីវិលយើងត្រូវតែវះកាត់ចេញអានឹងសូមបញ្ជូនសារឲ្យច្បាស់ហើយរាជធានីខេត្តអ្នកធ្វើស្រុកក្រុងខណ្ឌធ្វើទៅគណៈជាកាយភាពរាជធានីខេត្តអ្នកដឹកនាំពីលើកុំឲ្យហត់ពីកដាលទៅខ្ញុំនិយាយចឹងបើសិនជាបោះបាល់មកដល់កដាលហើយខ្ញុំអត់មានជំរឿសទេក្រៅពីព្រោះថ្នាក់កដាលมันអាចទៅអង្គុយធ្វើឲ្យយើងរហូតបោះពុងឲ្យយើងរហូតទេបាទស្រាវជ្រាវខ្លួនឯងធ្វើខ្លួនឯងឲ្យរាយការណ៍មកធ្វើម៉េចភូមិសាស្ត្រខ្លួនឯងឲ្យចប់ទៅឲ្យអស់ទៅកុំគិតប្រៀបធៀបអានេះមានអានោះមានមិនក៏ឲ្យខេត្តនេះមានខ្ញុំអត់មានអត់ទេខេត្តមួយទទួលខុសត្រូវខេត្តខ្លះធំត្រូវបន្តបោះបន្ថែមទៀតវាស្មុគស្មាញជាងតូចអាតូចបោះរហូតបាទរហូតតែពួកនឹងចេញអស់ពីស្រុកខ្មែរហើយឈប់ចូលមកក្នុងភូមិសាស្ត្រយើងទៀតបាទយើងអត់ដាច់បាយស្លាប់ទេមុនពួក scam នេះមកប្រហែលឆ្នាំនេះយើងក៏មិនស្លាប់ដែរបាទយើងចេញពីអពតចេញពីអីមកក៏យើងមិនដែលស្លាប់ដែរហើយរឹងមាំថែមទៀតអញ្ចឹងសម័យនេះវាស្រួលហើយបាទមិនស្លាប់ទេសេដ្ឋកិច្ចមិនស្លាប់ទៅណាបាទហើយបង្ងាប់ដោយសារអស់ scam នឹងពីស្រុកអានឹងចាំខ្ញុំទទួលខុសត្រូវបាទអានឹងយើងនិយាយឲ្យច្បាស់អញ្ចឹងមកតែខ្ញុំមិនជឿថាសេដ្ឋកិច្ចយើងនឹងងាប់ដោយសារពួក scam ចេញអស់ពីស្រុកខ្មែរនោះទេផ្ទុយទៅវិញពួកនេះចេញអស់យើងកាន់តែបានគ្រាន់បើកិត្តិយសអីយើងមានមុខមាត់គេលែងព្រួយរឿងសុវត្ថិភាពរឿងស្អីពាក់ព័ន្ធនឹងពួក scam ពួកអាចោបោកគេនឹងទៀតបាទអញ្ចឹងសូមឲ្យធ្វើអាហ្នឹងបាទស្នងការខេត្ត